បាទសូមធ្វើបច្ចុប្បន្នភាពតាក់ទងទៅនឹងបញ្ហារុស្ស៊ីអ៊ុយក្រែនបន្ទាប់ពីមានជំនួបនៅទីក្រុងយេដារវាងសហរដ្ឋអាមេរិកក៏ដូចជានឹងអ៊ុយក្រែនឃើញថាជាផ្លែជាផ្កាជាលទ្ធផលចេញមកគឺអ៊ុយក្រែនព្រមធ្វើតាមការស្នើពួកបត់ជប់បាញ់រយៈពេល30ថ្ងៃជាបណ្ដោះអាសន្នមុននឹងឈានទៅរកការបញ្ចប់សង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីប៉ុន្តែមកដល់ពេលនេះលោកពូទីនដែលជាអ្នកដឹកនាំរុស្ស៊ីមិនបានឆ្លើយថាយល់ព្រមទាំងស្រុងហើយក៏មិនបានឆ្លើយថាមិនយល់ព្រមទៅលើសំណើរបស់សហរដ្ឋអាមេរិកទៅលើបទឈប់បាញ់រយៈពេល30ថ្ងៃដែរគ្រាន់តែលោកពូទីនបានធ្វើសន្និសីទកាសែតកាលពីម្សិលមិញគាត់បានលើកឡើងថាពូទីនកំពុងតែមានព្រៀបនៅលើសង្គ្រាមនៅសមរភូមិគឹកពូទីនកំពុងតែឈ្នះពូទីនមានទ័ពរហូតដល់ចំនួន 60000 នាក់បូកបន្ថែមជាមួយនឹងទ័ពរបស់កូរ៉េខាងជើងចំនួន 12000 នាក់សរុបមកគឺពូទីនមានទ័ពរហូតដល់ 72000 នាក់ត្រៀមធ្វើសង្គ្រាមទទួលបានជោគជ័យនៅសមរភូមិគឹកខណៈពេលទ័ពរបស់អ៊ុយក្រែនមានចំនួនតែ 10000 នាក់ប៉ុណ្ណោះចង់មិនចង់ជាលទ្ធផលច្បាស់ណាស់អ៊ុយក្រែនត្រូវតែចាញ់ហើយលោកពូទីនក៏បានដាក់អសានវត្តឲ្យអ៊ុយក្រែនមានពីរជំរិតសម្រាប់ទ័ពដែលឈរជើងនៅសមរភូមិគឹកទី1ត្រូវតែចោះចូលជាមួយរុស្ស៊ីទី2គឺនឹងស្លាប់នៅសមរភូមិទ័ពរបស់រុស្ស៊ីនឹងវាយកំទេចចោលនិងសម្លាប់ចោលតែម្ដងងាកមកមើលទៅលើបទជប់បាញ់រយៈពេល30ថ្ងៃមានន័យថាលោកពូទីនគាត់មិនល្ងងព្រមទៅតាមលោកដូណាល់ត្រាំទាំងអស់ឡើយលោកពូទីនលើកឡើងថាត្រូវតែមានលក្ខខណ្ឌឲ្យច្បាស់លាស់នៅក្នុងនោះពូទីនចង់បានសន្តិភាពរយៈពេលវែងមិនមែនចង់បានរយៈពេលខ្លីត្រឹមតែ30ថ្ងៃនឹងឡើយហើយពូទីនយល់ឃើញថាបទជប់បាញ់រយៈពេល30ថ្ងៃហ្នឹងបើយើងគិតទៅគឺមានន័យថាគ្រាន់តែទុកឲ្យទ័ពអ៊ុយក្រែនដកដង្ហើមតែប៉ុណ្ណោះហេតុផលនេះហើយទៅមកដល់ពេលនេះមិនទាន់ច្បាស់ការទេថាតើពូទីនយល់ព្រមជាមួយនឹងបទជប់បាញ់ជាបឋមរយៈពេល30ថ្ងៃហ្នឹងឬក៏អត់ពូទីនកំពុងតែអូកាឡាធ្វើសង្គ្រាមកំពុងតែមានព្រៀបនៅសមរភូមិគឹកឥឡូវយើងអាចមើលឃើញថាពូទីននឹងឆ្លើយថាយល់ព្រមទៅលើបទជប់បាញ់រយៈពេល30ថ្ងៃហ្នឹងលឿនបំផុតប្រសិនបើអ៊ុយក្រែនហ៊ានឆ្លើយថាអ៊ុយក្រែននឹងមិនចោះចូល NATO មិនចូលសហភាពអឺរ៉ុបហើយអ៊ុយក្រែននឹងផ្លាស់ប្ដូររដ្ឋាភិបាលព្រោះបច្ចុប្បន្ននេះពូទីនមិនពេញចិត្តសេឡិនស្គីដែលដឹកនាំរដ្ឋាភិបាលអ៊ុយក្រែនបែបប្រជាធិបតេយ្យឡើយរុស្ស៊ីចង់បានរដ្ឋាភិបាលដែលទន់ខ្សោយសម្រាប់ដឹកនាំប្រទេសអ៊ុយក្រែនហើយក៏មិនមែនដឹកនាំរបៀបប្រជាធិបតេយ្យដែររុស្ស៊ីចង់បានរដ្ឋាភិបាលរបស់អ៊ុយក្រែនដែលធ្វើជាអាយ៉ងរបស់រុស្ស៊ីប្រៀបដូចជាបេឡារុសសពថ្ងៃដែរអញ្ចឹងប្រសិនបើអ៊ុយក្រែនមានចំណុច3ដែលខ្ញុំលើកឡើងនេះច្បាស់ជូនទៅរុស្ស៊ីខ្ញុំជឿជាក់ថារុស្ស៊ីនឹងព្រមទៅលើកិច្ចឈប់បាញ់នឹងឈានទៅដល់ការបញ្ចប់សង្គ្រាមយ៉ាងលឿនបំផុតមានអ្វីអាប់ដេតជាបន្តខ្ញុំនឹងរាយការណ៍ជូនបងប្អូនពុកម៉ែជាទីស្រឡាញ់នៅពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា